Ford បង្កើតព្រឹត្តិការណ៍ដំណើរកម្សាន្តសប្បុរសធម៌របស់អតិថិជនឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរីជាមួយដំណើរកម្សាន្តទាំងអស់គ្នាដើម្បីគាំទ្រវិស័យទេសចរណ៍និងលើកស្ទួយសេដ្ឋកិច្ចជាតិព្រមទាំងចូលរួមជាមួយអាជ្ញាធរខេត្តចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាតដែលតែងតែធ្វើជារៀងរាល់ឆ្នាំនោះប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សារនៃក្រុមហ៊ុន RMA Cambodia លោក Millie Goldman លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថាព្រឹត្តិការណ៍ផ្ដោតសំខាន់លើការផ្សព្វផ្សាយតំបន់ទេសចរនៅខេត្តនេះឲ្យកាន់តែមានសក្តានុពលថែមទៀតចំពោះការចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិលោកបញ្ជាក់ថាក្នុងដំណើរកម្សាន្តចំនួន2លើកទី1ចាប់ពីថ្ងៃទី12ដល់ថ្ងៃទី14និងលើកទី2ចាប់ផ្ដើមពីថ្ងៃទី19ដល់ថ្ងៃទី21ខែធ្នូឆ្នាំ2025នេះអតិថិជនមានឱកាសប្រាស្រ័យទាក់ទងពិភាក្សាគ្នាពីការរកស៊ីទទួលទាននិងការចាយវាយទិញរបស់របរឬវត្ថុអនុស្សាវរីយ៍ជាដើមកម្មវិធីនេះយើងរៀបចំជា2លើកដូចរាល់ឆ្នាំអញ្ចឹងដូចឆ្នាំមុនអញ្ចឹងយើងជើងទី1បាទយើងមានជើងទី1ជើងទី2បាទសម្រាប់បងប្អូនដែលគាត់ដោយសារយើងឃើញថាកន្លងមកយើងកាលពី10ឆ្នាំជាងមុនយើងធ្វើតែមួយជើងឯងបើកាលណាយើងទៅទេសចរនៅខេត្តណាមួយគឺយើងតែងតែមានការចំណាយមិនអញ្ចឹងបាទអញ្ចឹងកាលណាយើងចំណាយទៅលើក្នុងខេត្តហ្នឹងមិនដែលយើងជួយទៅដល់ចរន្តសេដ្ឋកិច្ចក្នុងខេត្តហ្នឹងខ្ញុំឧទាហរណ៍ដូចជាយើងចូលទឹកជ្រោះប៊ូស្រាមួយចុះអញ្ចឹងទឹកជ្រោះប៊ូស្រាយើងមានលក់សបតយើងមានថ្លៃចតឡានត្រែកជាដើមហើយយើងមានប្រជាពលរដ្ឋក្នុងសហគមន៍នោះគាត់មានលក់ជានំនែកក៏បានជាដើមបាយមកអីជាដើមអញ្ចឹងរាល់ការចូលយើងហ្នឹងគឺដូចបានយើងជួយប្រជាពលរដ្ឋក្នុងសហគមន៍អញ្ចឹងតាមរយៈគេការទិញសបតបាទការបង់ថ្លៃចំណតចតឡានបាទយើងជួយទិញប្រជាពលរដ្ឋដែលគាត់មានលក់ដូរជាវត្ថុឧស្សាហកម្មផ្សេងៗនៅតំបន់ទេសចរណ៍គឺយើងបានជួយគាត់ដោយផ្ទាល់តែម្ដងបាទអញ្ចឹងហ្នឹងជាផ្នែកមួយសំខាន់ដែលយើងចង់ជួយទៅដល់ខេត្តមណ្ឌលគិរីក្នុងឆ្នាំនេះបាទកាលណាយើងបានទៅលេងនៅតំបន់ទេសចរណ៍គឺហាក់ដូចជាយើងបានជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍អញ្ចឹងក៏ដូចជាជួយដល់ក្នុងសេដ្ឋកិច្ចពួកគាត់ដែរដូចគ្នាដែរបាទជុំវិញអំណោយសប្បុរសធម៌លោក Millie Goldman បានបង្ហើបឲ្យដឹងថាក្រុមហ៊ុនមានអំណោយរួមនឹងប្រាក់មួយចំនួនដែលទទួលបានពីអតិថិជននិងម្ចាស់ឧបត្ថម្ភកម្មវិធីសម្រាប់ការចែកចំនួន2លើកក្នុងមួយលើក200នាក់សរុបចំនួន400នាក់ក្នុងនោះបងប្អូនដែលធ្វើដំណើរកម្សាន្តនេះក៏អាចនាំយកសម្ភារៈលុយកាក់ចែកជូនប្រជាពលរដ្ឋថែមទៀតទៅតាមសទ្ធាជ្រះថ្លាក៏បានទីមួយយើងយកថវិកាដែលបងប្អូនគាត់ចុះឈ្មោះយកមកទិញអំណោយប៉ុន្តែថវិកាដែលបងប្អូនចុះឈ្មោះมันគ្រប់គ្រាន់ទេអញ្ចឹងក្រុមហ៊ុនក៏នឹងថែមថវិកាតខ្លួនរបស់ក្រុមហ៊ុនចូលមកចំណែកធំទៀតបាទដើម្បីយើងអាចទិញអំណោយដល់ប្រជាពលរដ្ឋបានច្រើនបាទហើយអញ្ចឹងមិនន័យថាយើងមានថវិកាពីអតិថិជន Ford យើងមានថវិកាពីខាងក្រុមហ៊ុនចូលបន្ថែមដើម្បីយើងទិញជាអំណោយសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដែលគាត់កំពុងមានការខ្វះខាតហើយសូមបញ្ជាក់ថាការចែកអំណោយនេះយើងចែកទាំងពីរលើកមានបងប្អូនខ្លះគាត់យល់ច្រឡំចឹងយើងមិនស្រួលក្រុមហ៊ុនចែកតែម្ដងអញ្ចឹងអត់ទេបាទយើងធ្វើពីរលើកគឺយើងចែកទាំងពីរលើកបាទហើយអញ្ចឹងហើយបានយើងអាចថាថវិកាដែលបងប្អូនចូលនោះអត់គ្រប់ក្រុមហ៊ុនអ្នកចេញបន្ថែមដើម្បីទិញអំណោយបន្ថែមជូនបាទហើយមួយទៀតសំណួរបងសួរល្អដែរបងម៉ៅសួរសំណួរល្អដែរពាក់ព័ន្ធជាមួយនឹងរឿងមានបងប្អូនខ្លះគាត់ចង់ជួយជាអាវលងាចង់ជួយជាថវិកាថែមបានបាទយើងអនុញ្ញាតអាហ្នឹងជាការធ្វើបុណ្យទាំងអស់គ្នាអញ្ចឹងបងអាចចូលរួមបានអញ្ចឹងក្រៅពីអំណោយដែលក្រុមរៀបចំរាល់ឆ្នាំមានបងប្អូនខ្លះគាត់មានជាថវិកាបាទគាត់មានជាទិញជាកៅអៅបាទគាត់មានចែកជាសម្ភារៈប្រើប្រាស់មួយចំនួនដែលគាត់យកទៅផ្ទាល់ខ្លួនបាទក៏យើងស្វាគមន៍ហើយជាពិសេស sponsor បើសិនជា sponsor ដល់ពេលហ្នឹងគាត់មានថាមានជាចង់ចែកជារបស់ប្រើប្រាស់ឬក៏មានសម្ភារៈផ្សេងៗទៀតចង់ចូលរួមក្រុមហ៊ុនយើងអាចចែកទាំងអស់នេះបានបញ្ហាទេហើយដោយបងប្អូនមួយចំនួនគាត់មានអីផ្សេងទៀតគាត់អាចចង់ចូលរួមចែកយើងចែកទាំងនេះដោយសារកម្មវិធីចែកអំណោយនេះមិនមែនក្រុមហ៊ុនជាអ្នកចែកតែឯងទេគឺបងប្អូនអតិថិជនគឺចូលរួមចែកជាមួយខ្ញុំទាំងអស់គ្នាបាទដោយសារអំណោយនេះគឺនៅពេលដែលយើងធ្វើកម្មវិធីចែកគឺយើងឲ្យបងប្អូនអតិថិជន Ford នេះគឺចូលរួមជាមួយគ្នាទាំងអស់គ្នាយើងចែកព្រមគ្នាតែម្ដងបាទអរគុណ